ក្រសោមបានមួយសម្បងកងរាជអាវុធហត្ថក្រុងប៉ៃប៉ាន់ប្រើប្រាស់ប្រព័ន្ធ GPS ដេញក្របួចក្រុមចៅនិងទទួលផលចោរកម្មបាន13នាក់ព្រមទាំងអាវុធនិងគ្រឿងញៀនខេត្តបន្ទាយមានជ័យក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីបានបិណ្ឌមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងមានការសម្របសម្រួលនីតិវិធីពីសំណាក់ឯកឧត្តមកើនវណ្ណារ៉េនព្រះរាជអាជ្ញាអមសាលាដំបងខេត្តកម្លាំងកងរាជអាវុធហត្ថបានបើកប្រតិបត្តិការបង្ក្រាបយ៉ាងក្តៅគគុកមួយដោយបានឃាត់ខ្លួនក្រុមក្មេងទំនើងនិងជនសង្ស័យបានចំនួន13នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោសទទួលផលចោរកម្មការកាន់កាប់អាវុធខុសច្បាប់និងការប្រើប្រាស់គ្រឿងញៀននៅពេលនេះជនសង្ស័យទាំងអស់ត្រូវបានបញ្ជូនទៅកាន់សាលាដំបងខេត្តបន្ទាយមានជ័យហើយដើម្បីចាត់ការទៅតាមផ្លូវច្បាប់ភាពវៃឆ្លាតនិងទាន់ហេតុការប្រើប្រាស់បច្ចេកវិទ្យា GPS នាំទៅរកការបំបែករឿងក្តីប្រតិបត្តិការដ៏ជោគជ័យនេះធ្វើឡើងនៅថ្ងៃទី15ខែកក្កដាឆ្នាំ2026ដឹកនាំដោយលោកអនុស្នេហ៍ឯកតិលតៃលីវមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ៃប៉ែនយោងតាមរបាយការណ៍ករណីលួចម៉ូតូនេះបានកាត់ឡើងចំនួន2លើកលើជនរងគ្រោះ2រូបគឺឈ្មោះស៊ីនផាលីនបាត់នៅថ្ងៃទី12ខែមិថុនាឆ្នាំ2026និងឈ្មោះហ៊ឿនកញ្ញាបាត់នៅថ្ងៃទី10ខែកក្កដាឆ្នាំ2026នៅក្នុងភូមិសាស្ត្រក្រុងប៉ៃប៉ែនអ្វីដែលជាចំណុចគន្លឹះនៃការបង្ក្រាបនេះគឺភាពវៃឆ្លាតនិងការក្តាប់បានទាន់សភាពការរបស់កងកម្លាំងជំនាញកងរាជអាវុធហត្ថដោយបានធ្វើការស្រាវជ្រាវយ៉ាងស្ទាត់ជំនាញតាមរយៈប្រព័ន្ធ GPS ដែលបំពាក់នៅលើម៉ូតូរបស់ជនរងគ្រោះសញ្ញា GPS បាននាំផ្លូវសមត្ថកិច្ចទៅដល់ផ្ទះល្វែងមួយកន្លែងស្ថិតនៅក្នុងភូមិគីឡូលេខ4សង្កាត់ផ្សារកណ្ដាលក្រុងប៉ៃប៉ែនដែលជាសម្បុកជួបជុំគ្នារបស់ក្រុមជនសង្ស័យទោះបីជាក្រុមជនល្មើសដឹងខ្លួនហើយព្យាយាមរត់គេចខ្លួនចេញពីកន្លែងកាត់ហេតុយ៉ាងណាក៏ដោយក៏មិនអាចរួចផុតពីសំណាញ់ច្បាំនិងការដេញប្រគាកប្រកិតយ៉ាងម៉ឺងម៉ាត់ពីសំណាក់កងរាជអាវុធហត្ថក្រុងប៉ៃប៉ែនបានឡើយជនសង្ស័យសរុបចំនួន13នាក់ប្រុស12នាក់និងស្រី1នាក់ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់រួមជាមួយនឹងការដកហូតម៉ូតូចំនួន6គ្រឿងក្នុងនោះ2គ្រឿងត្រូវបានប្រគល់ជូនម្ចាស់ដើមវិញភ្លាមព្រមទាំងអាវុធនិងវត្ថុតាំងបទល្មើសមួយចំនួនទៀតលើសពីនេះតាមរយៈការធ្វើតេស្តទឹកនោមគឺជនសង្ស័យទាំង13នាក់សុទ្ធតែមានផ្ទុកនៅសារធាតុញៀនវិជ្ជមានទាំងអស់ការកោតសរសើរចំពោះសមត្ថកិច្ចនេះគឺជាគំរូមួយនៃការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់និងភាពឆ្លាតវៃការដេញបង្ក្រាបដោយមិនខ្លាចភាពនឿយហត់និងការយកចិត្តទុកដាក់លើសុវត្ថិភាពទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋពីសំណាក់កម្លាំងកងរាជអាវុធហត្ថមិនត្រឹមតែបានផ្ដល់ក្តីសង្ឃឹមម៉ូតូត្រឡប់ទៅពលរដ្ឋវិញនោះទេប៉ុន្តែថែមទាំងបានបោសសម្អាតក្រុមអាណាធិបតេយ្យដែលជាធ្លុងមួយនៃបទល្មើសនៅក្នុងសង្គមផងដែរជនសង្ស័យទាំង13នាក់រួមមាន1ឈ្មោះសំថេនហៅប៉ៃអាយុ20ឆ្នាំ2ឈ្មោះទូចសេងហងអាយុ16ឆ្នាំ3ឈ្មោះឈុំប៊ុនទុំអាយុ29ឆ្នាំ4ឈ្មោះយ៉េចម្រុងហៅប៉ៅអាយុ25ឆ្នាំ5ឈ្មោះតឹងវាសនាអាយុ42ឆ្នាំ6ឈ្មោះសុខុមសីហាអាយុ27ឆ្នាំ7ឈ្មោះមេងចន្ទាហៅអយអាយុ26ឆ្នាំ8ឈ្មោះលឹមកាអាយុ18ឆ្នាំ9ឈ្មោះម៉ៃដារិតហៅអាគុលអាយុ24ឆ្នាំ10ឈ្មោះណាតស៊ីណេតហៅប៉ែអាយុ17ឆ្នាំ11ឈ្មោះម៉ាត់លីមេងអាយុ24ឆ្នាំ12ឈ្មោះសុកភត្រាអាយុ25ឆ្នាំ13ឈ្មោះពេនស្រីលៀបភេទស្រីអាយុ21ឆ្នាំលោកវរៈសេនីយ៍តូព្រំថេងប្រធានមន្ត្រីស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានបញ្ជាក់ថាផ្អែកលើចម្លើយសារភាពនិងវត្ថុតាំងជាក់ស្ដែងកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងរួចរាល់និងបានបញ្ជូនក្រុមជនសង្ស័យទាំងអស់ទៅកាន់តុលាការដើម្បីធ្វើការចាត់ការទៅតាមនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹងបំផុតសារព្រមានចុងក្រោយទៅកាន់ក្រុមជនអន្តពាលនិងអ្នកទទួលផលចោរកម្មសកម្មភាពបង្ក្រាបដ៏ទាន់ចិត្តរបស់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនៅពេលនេះគឺជាការផ្សាយព្រមានយ៉ាងច្បាស់និងមានទម្ងន់ទៅកាន់ក្រុមជនអន្តពាលនិងក្រុមក្មេងទំនើងនិងអ្នកដែលនិយមទិញផលចោរកម្មទាំងឡាយថាសម័យនេះជាសម័យបច្ចេកវិទ្យាហើយសមត្ថកិច្ចក៏មានជំនាញនិងមនសិការខ្ពស់ក្នុងការការពារពលរដ្ឋចំពោះសកម្មភាពខុសច្បាប់មិនថាលួចប្លន់ជួញដូរគ្រឿងញៀនឬលាក់ទុកអាវុធខុសច្បាប់នោះទេគឺមិនអាចលាក់ខ្លួនពូនអាត្មាបានឡើយគង់តែវាខ្នោះរលាយអនាគតនៅក្នុងគុកនិងបន្សល់ទុកនៅភាពអាម៉ាស់ដល់ក្រុមគ្រួសារជាក់ជាមិនខានបើចង់មានសេរីភាពសូមដើរលើផ្លូវសុចរិតកុំសាក់លបងជាមួយនឹងច្បាប់សម្រួលអត្ថបទដោយលោកមុតចត្រាហៅប្រមាញ់ជ័យ